ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបាទដឹងធ្វើម្ហូបអីទេគឺថាមកស្លាកកូជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាថ្ងៃនេះគឺថាអត់ដឹងធ្វើម្ហូបអីទេអញ្ចឹងទៅផ្សារក៏ឃើញមានគេលក់បន្លែស្លាកកូអីអញ្ចឹងណាបងប្អូនចាក៏នឹកឃើញថាមួយរយៈនេះគឺខានស្លាកកូយូរដែរហើយបងប្អូនអញ្ចឹងទៅក៏ទិញបន្លែមកស្លាកកូតែម្ដងទៅបងប្អូនចាហើយនេះគឺជាគ្រឿងផ្សំសម្រាប់ខ្ញុំស្លាកកូថ្ងៃនេះអញ្ចឹងណាបងប្អូនចាបន្លែហ្នឹងខ្ញុំទិញគេស្រាប់កន្លះគីឡូតែ2500ទេចំណែកឯទីហ្នឹងគឺថា500តែម្ដងបងប្អូនចាហើយទៅខ្ទិះដូង1000សាច់ជ្រូក5000មកគឺថាប៉ុណ្ណឹងរួចរាល់ហើយបងប្អូនចាសម្រាប់សម្លមួយឆ្នាំងអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្លថ្ងៃនេះបើគិតទៅចំណាយអត់អស់10000ទេបងប្អូនចាក្រ10000អីអញ្ចឹងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះតើមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចាអញ្ចឹងស្លកកូររបស់ខ្ញុំថ្ងៃនេះគឺថាឆ្អិនរួចរាល់ហើយបងប្អូនចាមើលទៅទំនងមែនទែនអរគុណច្រើនបងប្អូនសម្រាប់ការស្រឡាញ់ចូលចិត្តសូមជួយចុច like share follow subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក្រោយៗទៀតអរគុណច្រើនបាយបាយ